ឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូសុគីកាយកុរៈដែលថ្ងៃនេះគឺយើងជួបគ្នាសារជាថ្មីជាមួយនឹងសិស្សរឿងថូកែណានគីហើយអត់មានអធិស្ឋានខ្លះមែនតែនមួយរយៈធំហ្នឹងគឺអត់មានបានចេញរឿងទេសាច់រឿងដែលមានគឺសម្រាយណាស់មានគឺផ្អាកធ្វើឡើងចូល2ខែទៅហើយអត់មានសុំទោសគ្នាយើងខ្លះមែនតែនដោយមូលហេតុដែលមានគឺឈប់ធ្វើវីដេអូមួយរយៈហ្នឹងដោយសារតែអត់មាន laptop ធ្វើទេគឺ laptop បើអត់មានហ្នឹងគឺវាខូចបាត់ហើយបច្ចុប្បន្នហ្នឹងក៏មានអត់ទាន់មានដែរគឺខ្ចីរបស់គេកាត់ទេចឹងហើយអធិស្ឋានផងណាតឥឡូវអញ្ចឹងកុំឲ្យខាតពេលវេលារបស់ពួកយើងយូរចូលមកកាន់ការសម្រេចសិស្សរបស់យើងនៅក្នុងអេពីសូតជាបន្តតែម្ដងទៅដោយការពីអេពីសូតមុនហ្នឹងយើងគឺបានដឹងហើយម៉ូមីយ៉ាគេបានស៊ីស៊ូពើរបស់ស៊ីគីដែលយើងមិនទាន់ដឹងនោះទេថាគេស្លាប់ឬក៏រស់ហើយជាក់ស្ដែងសភាពរបស់គេនៅក្នុងអេពីសូតមួយនេះវិញមើលទៅគឺពិតជាពិបាកមើលខ្លាំងមែនតើបើទោះបីជាខ្លួនឯងមានរបួសខ្លាំងយ៉ាងណាក៏ដោយម៉ូមីយ៉ាគឺមិនបានភ្លេចទេជាមួយនឹងអាយ៉ងរបស់គេដោយនៅត្រង់ចំណុចកន្លែងហ្នឹងយើងក៏បានដឹងអំពីទំនាក់ទំនងរបស់គាត់ជាមួយនឹងអាយ៉ងដែលគាត់យកតាមខ្លួននោះមុននឹងរំលឹកទៅដល់រឿងហ្នឹងម៉ូមីយ៉ាគេគឺពិតជាតូចចិត្តខ្លាំងមែនតើព្រោះថាគេគឺបានមើលងាយស៊ីគីតែចុងក្រោយគឺនៅតែត្រូវចាញ់នៅក្រោមដៃរបស់ស៊ីគីទៅវិញទាំងដែលគេកាលពីមុនគឺមានប្រៀបលើស៊ីគីសោះបើយើងរំលឹកទៅមើលទំនាក់ទំនងរវាងអាយ៉ងមួយនឹងជាមួយនឹងអាប៉ែម៉ូមីយ៉ាវិញគឺថាកាលពីមុនអាយ៉ងនេះឯងគេគឺជាមេក្រុមម្នាក់នៅក្នុងចំណោមមេក្រុមជាច្រើនទៀតនៃក្រុមម៉ូម៉ូថារ៉ូដោយឡែកឈ្មោះរបស់គេវិញគឺម៉ូម៉ូប៊ីម៉ាណាកាទំនាក់ទំនងរបស់អ្នកទាំងពីរបានចាប់ផ្ដើមឡើងដោយម៉ាណាកានឹងគឺគេតែងតែចង់បបួលនៅម៉ូម៉ូមីយ៉ាចូលទៅកាន់ក្រុមរបស់គេរហូតតែដោយឡែកចំពោះម៉ូម៉ូមីយ៉ាវិញគេគឺមិនចង់ចូលរួមនោះឡើយហើយបើទោះបីជាម៉ូម៉ូមីយ៉ាគឺបានបដិសេធរាល់សំណើរបស់ម៉ូម៉ូប៊ីក៏ដោយក៏ម៉ូម៉ូប៊ីមិនបានបោះបង់នៅគោលបំណងនេះទេគេគឺតែងតែព្យាយាមចង់យកនៅម៉ូម៉ូមីយ៉ាចូលរួមក្រុមជាមួយនឹងគេនោះឯងបើទោះបីជាម៉ូម៉ូមីយ៉ាគេបានបដិសេធមិនចង់ធ្វើការជាមួយនឹងម៉ូម៉ូប៊ីក៏ដោយក៏ថ្នាក់លើនៅតែចាត់ឲ្យគេនឹងទៅធ្វើការជាមួយអ្វីដែលម៉ូម៉ូមីយ៉ាគេបានសង្កេតឃើញអំពីម៉ូម៉ូប៊ីនោះគឺថាម៉ូម៉ូប៊ីរាល់ពេលដែលសម្រាប់ទៅកាន់អូនីមើលទៅចិត្តរបស់គេមិនដាច់នោះទេអាចនិយាយបានថាគេមិនខូខើគេតែងតែបញ្ចេញនូវកាយវិការដូចជាការអហោសិកម្មឬក៏ជូនពរឲ្យគេទៅបានសុខអញ្ចឹងទៅនិយាយឲ្យខ្លីមកដោយសុទ្ធធម៌ឲ្យគេអញ្ចឹងដោយសារតែគេគឺជាមនុស្សដែលមាននៅចិត្តស្រឡាញ់ដែរអញ្ចឹងហើយបើទោះបីជាសត្រូវនឹងគ្នាក៏គេមានចិត្តអាណិតនៅពេលដែលបានឃើញទង្វើរបស់ម៉ូម៉ូប៊ីវាក៏បានធ្វើឲ្យម៉ូម៉ូមីយ៉ាមានការចាប់អារម្មណ៍ជាមួយនឹងគេដូចគ្នាពីព្រោះថាម៉ូម៉ូមីយ៉ាតាំងពីឪពុកម្ដាយរបស់គាត់ក៏ដូចជាក្រុមគ្រួសាររបស់គាត់ទាំងមូលត្រូវបានសម្លាប់ទៅដោយអូនីគាត់គឺមានអារម្មណ៍ថាស្រាលខ្លាំងមែនទែនទោះបីជាពួកគេនោះស្លាប់នៅនឹងមុខក៏ដោយក៏គាត់គ្មានអារម្មណ៍ថាពិបាកចិត្តឬក៏ចង់យំអីទេព្រោះថានៅក្នុងចិត្តរបស់គាត់នឹងគឺវាទទេស្អាតអ្វីដែលគាត់មាននឹងគឺគាត់ស្រាលខ្លួនខ្លាំងមែនទែននៅពេលដែលគ្មានវត្តមានរបស់ពួកគេបើយើងស្ដាប់ទៅមនុស្សដូចជាម៉ូម៉ូមីយ៉ានឹងហាក់បីដូចជាគ្មានមនោសញ្ចេតនានោះទេដោយចាប់តាំងពីម៉ូម៉ូប៊ីបានដឹងអំពីរឿងរ៉ាវរបស់ម៉ូម៉ូមីយ៉ារួចគេគឺតែងតែបបួលនៅម៉ូម៉ូមីយ៉ានឹងមកលេងនៅផ្ទះរបស់គេរហូតជួបជាមួយនឹងប្រពន្ធរបស់គេក៏ដូចជាកូនស្រីរបស់គេម៉ូម៉ូប៊ីគេតែងតែយកចិត្តទុកដាក់ក៏ដូចជាបានចែករំលែកនៅរឿងរ៉ាវមួយចំនួនដែលទាក់ទងជាមួយនឹងមនោសញ្ចេតនាសពថ្ងៃរបស់ពួកគេវាមើលទៅក៏ធ្វើឲ្យម៉ូម៉ូមីយ៉ាមានអារម្មណ៍ថារៀងចិត្តទន់បន្តិចដែរម៉ូម៉ូមីយ៉ាក៏បានសួរទៅកាន់ម៉ូម៉ូប៊ីថាតើហេតុអីបានជាម៉ូម៉ូប៊ីគាត់សម្រេចចិត្តតែធ្វើនៅការងារទាំងអស់នឹងទាំងដែលគាត់គឺមានទំនួលខុសត្រូវទៅលើគ្រួសារតែគាត់គឺមិនខ្លាចថាថ្ងៃណាមួយដែលគាត់មានគ្រោះថ្នាក់គឺនឹងអាចធ្វើឲ្យកូនរបស់គាត់ព្រមទាំងប្រពន្ធជាទីស្រឡាញ់គឺនៅឯកោទេឬម៉ូម៉ូប៊ីគាត់ក៏បានតបថាគាត់គឺមិនដែលគិតបែបហ្នឹងនោះទេព្រោះគាត់គឺបានស្បល់ហើយថាគាត់គឺនឹងត្រឡប់មកវិញជាមួយនឹងបេសកកម្មរបស់គាត់ដោយមានជីវិតព្រមទាំងជោគជ័យទៅលើបេសកកម្មទាំងអស់នោះមួយវិញទៀតគាត់ក៏បានប្រាប់ទៅកាន់ម៉ូម៉ូមីយ៉ាដូចគ្នាម៉ូម៉ូមីយ៉ាគួរតែបោះបង់ចោលនៃការជក់បារីទៅគាត់ប្រាប់ថារបស់ដែលតែងតែកំដរយើងគ្រប់ពេលវាក៏អាចជាវត្ថុមួយដែលត្រៀមយកជីវិតរបស់យើងនៅពេលណាមួយក៏ថាបានហើយរឿងមួយនោះវាក៏ស្រាប់តែបានកើតឡើងពិតមែនកើតឡើងទៅលើនរណាយើងគឺនឹងបានឃើញបន្តិចទៀតនេះដែលក្នុងថ្ងៃនោះម៉ូម៉ូប៊ីគាត់ក៏មាននៅបេសកកម្មកម្ចាត់អូនីក៏ប៉ុន្តែគាត់គឺបានជាទុនចិត្តនៅពេលដែលបានឃើញវត្តមានកូនអូនីសម្លឹងទៅកាន់កូនក្មេងនោះវាគឺប្រៀបបីដូចជាកូនរបស់គាត់អញ្ចឹងទើបគាត់ទុកជីវិតឲ្យវាតែការសម្រេចចិត្តរបស់គាត់វាក៏ត្រូវបានធ្វើឲ្យជីវិតជាច្រើនត្រូវបានស្លាប់ដោយសារតែអូនីមួយនោះដែលក្មេងប្រុសអូនីគឺមិនអាចគ្រប់គ្រងខ្លួនឯងបាននិងប្រែទៅជាទម្រង់បិសាចអូនីចាត់ការទៅលើមនុស្សជាច្រើនលើពីនឹងគេគឺថែមទាំងសម្លាប់ទៅលើប្រពន្ធកូនរបស់គាត់ទៀតផងដែលធ្វើឲ្យគាត់គឺពិតជាមានអាការឈឺចាប់ខ្លាំងមែនទែនហើយយើងបានឃើញថាតម្រុំតែគាត់គឺអាចចាត់ការទៅលើអូនីមួយក្បាលនឹងបានគាត់ក៏អស់ជីវិតដូចគ្នាមុននឹងស្លាប់គាត់ក៏បានផ្ដាំទៅកាន់ម៉ូម៉ូមីយ៉ាថាឃើញទេទាំងនេះឯងគឺជាភាពទន់
ជ្រាបរបស់យើងគឺបានណែនាំឯងក៏ប៉ុន្តែយើងវិញទេដែលខុសពេលនេះយើងគឺខុសហើយវាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយដែលយើងបានផ្ដល់ឱកាសឲ្យអូននេះមួយនោះហើយពេលនេះវាសម្លាប់ទាំងគ្រួសាររបស់យើងព្រមទាំងយើងទៀតផងពីសម្ដីចុងក្រោយរបស់គាត់នោះគាត់គឺបាននិយាយទៅកាន់ម៉ូម៉ូមីយ៉ាថាឯងធ្វើយ៉ាងណាក៏ដោយរក្សានៅរូបរាងរបស់យើងគឺចង់ចាត់ការនៅអូននេះបន្តហើយឯងត្រូវតែចាំណាអូននេះគឺជាបិសាចដ៏ខូខើមិនថាវាជាកុមារឬជាមនុស្សចាស់ចរៀននោះទេដាច់ខាតគឺមិនត្រូវទុកជីវិតរបស់ពួកគេនោះឡើយហើយសាកសពរបស់ខ្ញុំឯងយកទៅធ្វើបែបណាក៏បានដែរឲ្យស័ក្តិសមនឹងតម្លៃដែលខ្ញុំចង់បានអាចថានៅក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរនឹងយើងក៏បានដឹងថាមូលហេតុដែលម៉ូម៉ូមីយ៉ាគេខូខើសម្លាប់មិនរើសបែបនេះពីព្រោះតែហេតុការណ៍មួយនឹងគឺបានកើតឡើងទៅលើមិត្តភ័ក្តិរបស់គេមូលហេតុដែលមិត្តភ័ក្តិរបស់គេត្រូវក្លាយទៅជាអាយ៉ងរបស់គេដោយសារតែជាការស្នើសុំបន្ទាប់ពីបានសម័យនៅរឿងរ៉ាវទាំងអស់នេះរួចម៉ូម៉ូមីយ៉ាក៏បានសម្លឹងមើលទៅកាន់សាកសពរបស់ម៉ាណាកាដែលជាម៉ូម៉ូប៊ីឈ្មោះរបស់គាត់គឺម៉ាណាកាប៉ុន្តែខ្ញុំសុំហៅម៉ូម៉ូប៊ីទៅវាស៊ីជាមួយនឹងក្រុមរបស់ពួកគេហើយក៏សួរចំណាំដែរម៉ូម៉ូមីយ៉ាគេក៏បាននិយាយឲ្យថាវាមិនទាន់ចប់នោះទេម៉ាណាកាដរាបណាខ្ញុំនៅតែមានជីវិតដរាបណារាងកាយរបស់ឯងនៅតែមានពួកយើងគឺនៅតែអាចគៀកស្មាគ្នាប្រយុទ្ធជាមួយនឹងគ្នាខ្ញុំគឺចង់សងសឹកឲ្យឯងម៉ាណាកាពួកយើងគឺបន្តប្រយុទ្ធជាមួយនឹងគ្នាត្រូវទេនិយាយមកដល់ចំណុចមួយនឹងម៉ូម៉ូមីយ៉ាក៏ស្ទាបតែតក់ស្លុតហើយដោយសារតែរាងកាយរបស់ម៉ូម៉ូប៊ីគឺដូចជាម៉ាណាកាត្រូវបានរលាយទៅហើយដោយសារតែភ្លើងកំពុងតែឆាបឆេះនៅរាងកាយរបស់គេម្ដងបន្តិចនោះឯងរីឯគេវិញក៏មិនមានកម្លាំងក្នុងការវាទៅមុខទៀតដែរដែលយើងមិនដឹងនោះទេថាគេត្រូវស្លាប់មែនឬក៏យ៉ាងណានោះមើលមកកាន់ស៊ីគីរបស់យើងវិញគេពេលនេះកំពុងតែឈរអស់កម្លាំងព្រមទាំងបាននិយាយថាពេលនេះគាត់គឺឈ្នះហើយស្របពេលដែលមីក៏បានមករកស៊ីគីមើលទៅសភាពការនៅទីនេះដូចជាមិនស្រួលនោះឡើយប្រហែលជាទីតាំងក្រោមដីនេះគឺនឹងត្រូវបាក់ស្រុតមកសង្កត់ពួកគេបន្តិចទៀតនេះឯងអញ្ចឹងគឺមិនអាចបន្តនៅបាននោះទេស៊ីគីគាត់ក៏ចង់នាំមីរត់ក៏ប៉ុន្តែយើងក៏បានឃើញថាគាត់ដូចជាគ្មានកម្លាំងនោះឡើយដែលធ្វើឲ្យគាត់គឺបានដួលទៅបើយើងមើលមកខាងណៃតូនេះវិញពួកគេគឺចង់ចាត់ការទៅលើម៉ូម៉ូគូសាតែនាងគឺបានប្រើប្រាស់ជាមួយនឹងសមត្ថភាពរបស់នាងបង្កើតបានទៅជាប្រអប់តូចមួយដើម្បីឃុំខ្លួនឯងពីការវិបហារបស់ណៃតូព្រមទាំងអ្នកដទៃទៀតតែណៃតូហាក់បីដូចជាមិនខ្វល់អំពីនាងនោះឡើយពីព្រោះថាបន្តិចទៀតនេះទីនឹងក៏នឹងត្រូវដួលរលំអញ្ចឹងអ្វីដែលគាត់ត្រូវធ្វើពេលនេះគឺទៅជួយអ្នករាល់គ្នារឿងដែលធ្វើឲ្យជីនមានការភ្ញាក់ផ្អើលទៀតនោះដោយសារតែពេលដែលមកដល់គាត់គឺបានឃើញជាមួយនឹងវត្តមានរបស់ប្រូខ្យូយ៉ាពេលនេះគេគឺមិនទាន់ស្លាប់នោះទេហើយគេក៏បានបញ្យល់អំពីហេតុផលដែលគេមិនស្លាប់ផងដែរដោយមុនពេលដែលម៉ូម៉ូមីយ៉ាកាត់បំពង់ករបស់គេនោះគឺគេបានផឹកឈាមរបស់ខ្លួនឯងមុនរួចជាស្រេចឈាមរបស់គេព្យាបាលទៅកាន់អ្នកដទៃគឺវាចំណាយច្រើនប៉ុន្តែបើព្យាបាលមកលើខ្លួនឯងត្រឹមតែតិចតួចក៏អាចព្យាបាលបានដែរណៃតូក៏បានដើរទៅរកម៉ូម៉ូមីយ៉ាព្រោះគេនៅពេលនេះគឺមិនទាន់ស្លាប់នោះទេណៃតូក៏បាននិយាយទៅកាន់ម៉ូម៉ូមីយ៉ាមានអេនិយាអាណប់ម៉ូម៉ូមីយ៉ាគេក៏បាននិយាយទៅកាន់ណៃតូឲ្យថាមិននឹកស្មានដល់នោះទេយើងបើជាមានថ្ងៃនេះដែរត្រូវហើយអារណប់វាក៏ដោយសារតែអំណាចនៃគីស៊ីនឯស្គាល់ច្បាស់ណាចាំមកលេងជាមួយម៉ូម៉ូមីយ៉ាក៏បានតបឲ្យថាទទួលស្គាល់ថាវាខ្លាំងប៉ុន្តែវាគឺដូចជាដុតសម្លាប់ខ្លួនឯងអញ្ចឹងដោយគេគឺមានន័យថានៅពេលដែលស៊ីគីបានបញ្ចេញវាមកស៊ីគីដូចជាដុតសម្លាប់ខ្លួនឯងទាំងរស់អញ្ចឹងដោយសារតែពួកគេគឺមិនមានពេលនឹងអាចនៅទីនេះយូរបានទៀតនោះទេដូចដែលយើងដឹងអញ្ចឹងតែនៅទីទៀតនឹងអារម្មណ៍ងាប់ទាំងអស់លើហើយ8សមងក្រោយមកយើងក៏បានឃើញថាស្រីស្អាតម៉ូម៉ូគូសារបស់យើងក៏បានដើរចូលមកហើយអ្វីដែលនាងបានឃើញនោះវាគឺជាសាកសពរបស់សិស្សច្បងនាងម៉ូម៉ូមីយ៉ាអញ្ចឹងយើងគឺអាចនិយាយបានថាម៉ូម៉ូមីយ៉ានៅពេលនេះគេគឺបានស្លាប់បាត់ទៅហើយព្រោះថាណៃតូគាត់គឺបានចាក់ចំបេះដូងគេម៉ូម៉ូគូសាគឺសឹងតែមិនជឿនៅក្នុងភ្នែកនោះទេថាសិស្សច្បងរបស់គេគឺអាចស្លាប់ទាំងបែបនេះមួយវិញទៀតកូនរបស់ម៉ូម៉ូមីយ៉ាគឺទើបតែកើតនោះទេហេតុអីបានជាម៉ូម៉ូមីយ៉ាត្រូវស្លាប់ចោលគេអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះសិស្សរឿងក៏បានបញ្ជាក់ផងដែរថាវាគ្មាននរណាម្នាក់ដឹងនោះទេថាហេតុអីបានជាមនុស្សដែលគ្មានមនោសញ្ចេតនាដូចជាម៉ូម៉ូមីយ៉ាអាចចាប់ផ្ដើមនៅចំណុចគ្រួសារបាននោះទេដែលពួកគេគឺបានសន្និដ្ឋានថាមូលហេតុដែលម៉ូម៉ូមីយ៉ាមានគ្រួសារប្រហែលជាឥទ្ធិពលនៃការស្លាប់ក៏ដូចជាមនោសញ្ចេតនាមួយចំនួនដែលម៉ាណាកាឬម៉ូម៉ូប៊ីបានផ្ដល់ឲ្យនោះឯងមើលមកកាន់ស៊ីគីវិញនៅពេលនេះគាត់ក៏បានដឹងខ្លួនវិញហើយគ្រាន់តែបានដឹងខ្លួនភ្លាមគឺថាខ្យូយ៉ាបានប្រាប់ទៅ
កាន់គេថាពេលនេះពួកគេកំពុងទៅនៅផ្ទះសំណាក់មួយកន្លែងដែលពួកគេត្រៀមខ្លួនក្នុងការរៀបចំចេញដំណើរទៅកាន់សាលារៀនវិញរីឯនៅដទៃទៀតក៏កំពុងតែសម្រាកនៅបន្ទប់រៀងៗខ្លួនរបស់ពួកគេណៃតូក៏បានហុចទឹកទៅឲ្យស៊ីគីព្រមទាំងបានប្រាប់ទៅកាន់ស៊ីគីដូចគ្នាថាបើសិនបើជាឯងភ្ញាក់ហើយយើងក៏ចង់សួរដូចគ្នាតើឯងគឺបានសម្លាប់ទៅលើម៉ូមីយ៉ាមែនទេស៊ីគីគាត់ក៏បាននិយាយថាគាត់គឺពិតជាបានយកឈ្នះគេពិតមែនក៏ប៉ុន្តែឪពុកម្ដាយរបស់មីពេលនេះពួកគាត់គឺបានស្លាប់ហើយអើយខ្ញុំនៅតែមិនអាចជួយពួកគាត់បានអញ្ចឹងជួយមិនបើគាត់ស្លាប់មុននឹងទៀតណៃតូគាត់ក៏បាននិយាយទៅកាន់ស៊ីគីបន្តថាយើងដឹងបេសកកម្មលើកនេះពួកយើងគឺពិតជាខាតបង់ច្រើនពិតមែនអាចថាការវិប្រហារលើកនេះជីវិតជាច្រើនគឺត្រូវបានស្លាប់ពួកយើងគឺពិតជាពិបាកប្រឈមមុខជាមួយនឹងវាតែយ៉ាងណាក៏ដោយក្នុងនាមពួកយើងគឺជាអូនីជាបិសាចដែលពួកគេស្អប់ខ្ពើមគឺមិនអាចចុះចាញ់នៅព្រំលិខិតដោយបែបនេះនោះទេពួកយើងគឺត្រូវតែប្រឈមមុខជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងនៅខាងមុខទៀតហើយសូមឲ្យចាប់តាំងពីព្រះអាទិត្យដែលបានរះឡើងនៅពេលនេះគឺជាថ្ងៃថ្មីគឺជាពេលវេលាថ្មីដែលពួកយើងគឺបានចាប់ផ្ដើមនៅគោលការណ៍បន្ទាប់ក៏ដូចជាជំហានបន្ទាប់ហើយវាក៏នឹងមានតែរឿងល្អៗនោះទេបន្ទាប់ពីនេះយើងក៏បានឃើញថាពួកគេកំពុងតែរៀបចំចេញដំណើរដើម្បីទៅកាន់សាលារៀនវិញដោយឡែកអំឡុងពេលហ្នឹងយើងក៏បានឃើញជាមួយនឹងវត្តមានរបស់អូនមីយើងផងដែរស្របពេលដែលស៊ីគីជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដទៃទៀតក៏ចង់ឡើងទៅខាងលើទៅហើយពេលហ្នឹងមីនាងក៏ស្ទាក់តែក្លាហានដោយនាងគឺបានហៅឈ្មោះរបស់ស៊ីគីព្រមទាំងអរគុណទៅកាន់គាត់និងញញឹមទៅកាន់ស៊ីគីទៀតផងវាក៏បានធ្វើឲ្យស៊ីគីគាត់ក៏សប្បាយចិត្តដូចគ្នាដែលពួកគេក៏បានលើកដៃបាយបាយគ្នានិងនិយាយថាជួបគ្នានៅពេលក្រោយអាយ៉ាមើលទៅដូចទៅនឹងក្នុង Soland មួយមានបិសាចទាំង7រីឯក្នុង Thogen Anki ក៏មានបិសាចទាំង7ដូចគ្នាម៉ែកន្លែងហ្នឹងគ្រាន់តែនិយាយពាក្យគ្នានឹងចំ20ដងនៅពេលដែលបានត្រឡប់មកដល់សាលារៀនវិញណៃតូគាត់ក៏បានបញ្យល់ទៅកាន់បិសាចទាំង7ជាកូនសិស្សចំណប់ចិត្តរបស់គាត់ហើយណែពួកអូនចាំស្ដាប់នៅក្នុងអង្គភាពរបស់ពួកយើងគឺរួមមានអង្គភាពសមរភូមិឬអង្គភាពប្រយុទ្ធអង្គភាពវិទ្យាសាស្ត្រឬអង្គភាពជំនួយនិងអង្គភាពឆ្លឹបយកការនិយាយឲ្យខ្លីទៅអង្គភាពឆ្លឹបយកការហ្នឹងដោយអ្នកស៊ើបអង្កេតដែរចឹងតែរកដំណឹងបានហើយគឺត្រូវតែបញ្ជូនមកខាងនេះហើយឯនិយាយបានថាទាំង3នេះគឺជាអង្គភាពធំនៅក្នុងភ្នាក់ងាររបស់អូនីហើយបន្ទាប់ពីពួកគេបញ្ចប់នៅការសិក្សានៅទីនេះក៏អាចចូលរួមអង្គភាពមួយក្នុងចំណោមអង្គភាពទាំងនឹងផងដែរបើមើលទៅស៊ីគីគឺដូចជាព្យាយាមកត់ដល់ហើយតែមើលទៅកូនសិស្សដទៃទៀតអាខ្លះអង្គុយធ្វើមិនដឹងអាខ្លះទៀតអង្គុយមើលមុខគ្នាខ្លះគេក៏អង្គុយរៀនចឹងទៅអាខ្លះទៀតអង្គុយដកចកាមន់អើយអស់អីនិយាយហ្មងដោយសារតែយករ៉ូស៊ីដេកស្ងាត់ដោយដកចកាមន់អញ្ចឹងណៃតូទ្រាំបានទេក៏ដាក់ម៉ាំងហ្មងតែនិយាយបានថាបន្ទាត់ចំលឹកជាអានេះបែបធ្ងន់ធ្ងរហ្មងឡើងលៀនភ្នែកដូចពងមន់ហើយណាគេខ្លះធ្លាប់មានបត់3សោតមកប្រាប់មកបត់3សោតមិនមែន2សោតទេណៃតូក៏បានប្រាប់ទៅកាន់ពួកគេថាបើពួកឯងគ្មានចិត្តក្នុងការរៀនគ្មានចិត្តក្នុងការអំណត់ស្ដាប់យើងនោះទេពួកឯងគឺអាចចាក់ចេញអំពីទីនេះបានអំឡុងពេលហ្នឹងគាត់ក៏បានប្រាប់ទៅកាន់សិស្សរបស់គាត់ផងដែរដែលចាប់តាំងពីពេលនេះទៅពួកគេក៏មានតួនាទីមួយដែលពួកគេគឺត្រូវតែរស់នៅបន្ទប់ជាមួយនឹងគ្នាក្នុងមួយបន្ទប់គឺមានសមាជិក2នាក់តែមិនអនុញ្ញាតឲ្យប្រុសនៅជាមួយស្រីនោះទេណៃតូក៏ថែមទាំងបញ្ជាក់ផងដែរដោយសារតែសមាជិកនៅក្នុងថ្នាក់រៀនមួយនេះគឺមានត្រឹមតែ7នាក់អញ្ចឹងមានម្នាក់គឺត្រូវតែនៅជាមួយគាត់ដោយគ្រាន់តែបានលើអញ្ចឹងយ៉ូរ៉ូស៊ីព្រមទាំងស៊ីគីមានការស្រឡាញ់កាំងខ្លាំងមែនតើបើឲ្យទៅនៅជាមួយនឹងណៃតូដូចជាទៅជាប់ពន្ធនាគារយ៉ាងអញ្ចឹងផងដែរដូចដឹងហើយគ្រូកាចចង់និយាយថាអាណាគេនិយាយអីក៏និយាយទៅអាចារ្យគូអ៊ីណារបស់យើងអង្គុយសម្លឹងមើលតែមុខរបស់អាប៉ិរូគូរ៉ូហ្នឹងសង្ស័យចេះគូអ៊ីណាសង្ស័យហ្មងលងឆ្នះអាប៉ិនឹងដឹងរួមឡងពេលហ្នឹងចាយនេះក៏បាននិយាយថាគាត់មានដៃគូនៅជាមួយហើយគឺនៅជាមួយនឹងអាប៉ិរូគូរ៉ូដែលគ្រាន់តែបានលើអញ្ចឹងជូជីក៏ដូចជាអាប្រូភ្នែក4យើងនេះឡើងលៀនភ្នែកហ្មងមើលទៅការសន្ទនាក៏ដូចជាការជជែករបស់ពួកគេនឹងឡើងវ៉ែវល់ឲ្យមិនយល់ទេអើយវល់អស់ហើយចេគូអ៊ីណាគេនៅតែទទូចទៅកាន់ណៃតូថាគាត់គឺចង់នៅជាមួយនឹងអាប៉ិនឹងហើយតែណៃតូគាត់គឺបានប្រាប់រួចហើយប្រុសនិងស្រីគឺមិនអនុញ្ញាតឲ្យនៅជាមួយនឹងគ្នាជាដាច់ខាតនាងក៏បានប្រាប់ថាចុះបើខ្ញុំមកនៅជាមួយតើបានណាគេមើលថាអាប៉ិនឹងទៅបានណាគេបដូរខោទឹកដុំឲ្យអាប៉ិនឹងដោះធ្មេញងូតទឹកជូតគូតក៏ដូចជារៀបចំអាហារឲ្យអាប៉ិនឹងទៅចោមយ៉ានិយាយចេញមកឡើងរោគចិត្តសំខាន់ណាស់មានអាអិចនោះទៀតចោមអាអិចនឹងអីគេដែលគ្រាន់តែបានលឺនៅសម្ដីរបស់កូគូអ៊ីណាកូគូអ៊ីណា
គ្រាន់តែលឺអញ្ចឹងស៊ីគីជាមួយនឹងប្រូផ្នែក4យើងនេះគឺពិតជាមាននូវការគាំងជាមួយនឹងវត្តមានរបស់ប៉ិរូគូរ៉ូខ្លាំងមែនទែនអើយរូគូរ៉ូឲ្យយើងប្រាប់អញទៅពួកយើងមិនចំណែនអញទេតែយើងខឹងមួយឯងហ្មងប្រុសស្អីអញ្ចឹងអើយបើមើលទៅការជជែកវិញញែករកដៃគូបើទប់នៅជាមួយគ្នានឹងវាដូចជាវល់រើមឃើញគ្នាទេមើលទៅបើសិនម្នាក់គ្មានមកក្បែរណាចុះសម្រងជាមួយនឹងគ្នាទេនិយាយពីថាខាំគ្នាដូចឆ្កែដូចឆ្មាអញ្ចឹងទាស់សម្ដីគ្នាឡើងពេញនឹងអស់អីនិយាយហ្មងសិស្សបែបហ្នឹងអីគ្រូស្ទះទ្រូងងាប់អីបើខ្ញុំវិញលាលែងពីតំណែងជាគ្រូហ្មងមើលទៅកន្លែងហ្នឹងស៊ីគីក៏បានស្នើសុំនៅពីអ្នកអបិយោរ៉ូស៊ីដែរតែអបិហ្នឹងក៏បានស្រែកឡើងផ្អើលគេដែលគាត់គឺមិនត្រឡប់នៅជាមួយនឹងអាណាគេឡើយអញ្ចឹងយើងមិនដឹងថាបានសម្រេចអត់ទេពិបាកភ្នែកពេកប្រូផ្នែក4ក៏បានមកអង្គុយសង្កុកហើយខណៈដែលអបិរូគូរ៉ូក៏បាននិយាយទៅកាន់ជូជីថាឥឡូវឯងនៅពីអ្នកយើងហ្មងទៅហើយមើលទៅយើងដូចជាខ្លាចយបិនោះដល់ហើយគ្រាន់តែងាកទៅយបិនៅតវ៉ាជាមួយនឹងគ្រូបាត់ណែហួសចិត្តកន្លែងហ្នឹងអបិវ៉ែនតាជូជីយើងហ្នឹងបើជាសួរទៅដល់រឿងអិចអីណោះសំខាន់ណាអូនរូគូរ៉ូហ្នឹងក៏បានតបថារឿងហ្នឹងយើងធ្វើបែបថ្នមច្បាច់ថ្នមអើយម៉ែហួសចិត្តជាមួយនឹងសិស្សនឹងខ្លាំងមែនតើមិនដឹងជានិយាយជាភាសាស្អីគេទេនេះសុទ្ធតែធ្វើបែបហ្នឹងមកល្អដល់ផ្លូវចិត្តអីណាទៀតដូចឈួតចឹងបបួលគ្នាមិននៅបន្ទប់ជាមួយគ្នាតែម្នាក់ទៅនិយាយដល់រឿងណាឆ្កុយបន្ទាប់ពីពួកនឹងឆ្លោះប្រកែកគ្នាក៏ដូចជាបែងចែកគ្នាអស់មួយសន្ទោនឹងណៃតូក៏បានសួរទៅកាន់ពួកគេឲ្យថាតែពួកឯងហ្នឹងគឺបានសម្រេចចិត្តរួចរាល់ហើយនៅឥឡូវយើងប្រាប់ពួកឯងណាស្រីគឺនៅជាមួយនឹងស្រីគ្នាគេហើយពួកឯងសម្រេចចិត្តបែបណាក៏ឲ្យលឿនទៅពេលនេះពួកគេគឺមានតែសម្រេចចិត្តធ្វើនៅរឿងរ៉ាវមួយតែប៉ុណ្ណោះដោយអ្នកទាំង5គឺនឹងធ្វើការប៉ាវកដាប់លាអញ្ចឹងទៅបើណាគេកដាប់ដូចគ្នាបានន័យថានៅបន្ទប់ជាមួយគ្នាលាដូចគ្នានៅបន្ទប់ជាមួយនឹងគ្នាតែបើពីណាគេខុសគេទៅឯងគឺនៅជាមួយនឹងគ្រូនោះឯងហើយបន្ទាប់ពីនឹងអ្នកទាំង5នាក់ក៏បានធ្វើការប៉ាវយកមកដែរគឺគេចេញមកកដាប់2លា2កត្រៃ1ហើយអ្នកចេញកត្រៃហ្នឹងគឺគួរឲ្យអាណិតខ្លាំងមែនតើជាប្រូផ្នែក4ជាងនឹងឯងពេលនេះគេមកយំសោកបោកខ្លួនឲ្យចប់ឲ្យអញតែប៉ុណ្ណេះជាប់ពន្ធនាគារហើយរីឯស៊ីគីរបស់យើងវិញគឺសប្បាយចិត្តខ្លាំងមែនតើអើយអញរួចផុតពីពន្ធនាគារហើយតែក៏ងាកទៅមកចាហៀងចោមអញប៉ះគូស្ត្រូវចាស់តានេះអើយសាមមកកដាប់ដូចគ្នាអីណាអញ្ចឹងគឺថាស៊ីគីរបស់យើងគឺត្រូវនៅជាមួយនឹងជីននោះឯងយ៉ូរ៉ូស៊ីគឺនៅជាមួយនឹងប្រូជូជីsorry គឺជាប្រូរូកូរ៉ូនោះទេចង់និយាយថាមើលទៅជជែកគូអ៊ីណាដូចជាតស៊ូដល់ហើយអាគ្រូឲ្យនៅស្រី2នាក់ឲ្យមកតវ៉ាអីទៀតអា2នាក់នោះក៏តវ៉ាគ្នាទៀតមើលមកកាន់ស៊ីគីយើងវិញសម្លឹងមើលទៅខាងក្រៅបងអូនបាននៅទៅដល់វត្តមានរបស់ម៉ៃព្រមទាំងកើតហើយដែលគាត់គឺនឹងសង្ឃឹមថាម៉ៃគឺនឹងអាចរកឃើញនៅគោលដៅរបស់ខ្លួនឯងក៏ដូចជាប្រឈមមុខជាមួយនឹងរឿងរ៉ាវដែលបានកើតឡើងហើយមានភាពក្លាហានក្នុងការដើរទៅមុខដើម្បីស្វែងរកនៅអនាគតរបស់ខ្លួនហើយគាត់ក៏សង្ឃឹមថាខ្លួនឯងនឹងអាចរកអនាគតមួយដ៏ល្អផងដែរគាត់ពេលនេះគឺត្រូវតែជឿជាក់ទៅលើខ្លួនឯងគាត់គឺត្រូវតែប្រយុទ្ធដើម្បីអនាគតរបស់គាត់ព្រមទាំងអ្នករាល់គ្នាដែលគាត់ត្រូវការពារមើលមកខាងនេះបន្តិចយើងក៏បានឃើញថាអបិមុខឌឺដែលត្រូវជាមេក្រុមម្នាក់ក្នុងចំណោមមេក្រុមជាច្រើនទៀតនៃពពួកម៉ូម៉ូថារ៉ូបានដើរចេញមកយ៉ាងសង្ហាព្រមទាំងនិយាយឲ្យថាពេលនេះវាគឺជាឱកាសរបស់គេក្នុងការកសាងនៅស្នាដៃព្រោះថាម៉ូម៉ូមីយ៉ាគឺបានស្លាប់បាត់ទៅហើយវាក៏ជាពេលដ៏ល្អឥតខ្ចោះដែលអាចឲ្យគេឡើងទៅកាន់តម្លៃមួយដ៏ខ្ពស់នោះគេគឺមានន័យថាវាគឺដល់វេនរបស់គេទៅយកជីវិតរបស់ស៊ីគីម្ដងហើយនៅពេលណាដែលគេអាចចាត់ការទៅលើស៊ីគីបានតម្លៃខ្លួនរបស់គេនៅក្នុងម៉ូម៉ូថារ៉ូនេះក៏កាន់តែខ្ពស់តែសំណួរសួរថាអាមុខឌឺម្នាក់នឹងវាគឺមានសមត្ថភាពឬក៏អត់ស៊ីគីអ៊ីជីណូស៊ីយើងគឺនឹងយកក្បាលរបស់ឯងអូខេចឹងចំពោះរឿងរបស់យើងនៅក្នុងអេពីសូតមួយនេះក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាអញ្ចឹងកុំភ្លេចជួបគ្នានៅក្នុងវីដេអូក្រោយក៏ដូចជាអេពីសូតបន្តជាមួយនឹង admin ណាបាទជាក្រុមមានអរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រប្រសិនមកជាមាននៅកំហុសខុសឆ្គងត្រង់ណាដែលបានកើតឡើងដោយអចេតនានោះadmin ក៏សូមធ្វើការអភ័យទោសយើងក៏នឹងវិលមកជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូសម្រាប់រឿងជាបន្តខណៈពេលនឹងពីadminជម្រាបលាបាយ